ចិត្តរបស់ភីងស៊ឺពិបាកទ្រាំយ៉ាងណាមិនអញចឹងកើតទេចាប់តាំងពីឯងមកវិញលើកទី1កិច្ចការអ្វីដែលឯងបានធ្វើឯងមានសួរភីងស៊ឺជាមុនទេសុទ្ធតែកាន់កំណត់ខ្លួនឯងទាំងអស់ឯងអត់មានទុកវានៅក្នុងចិត្តទេឯងមានលទ្ធភាពហើយប៉ុន្តែឯងក៏ត្រូវចាំដែរថាភីងស៊ឺវាទៅជាប្រធានសាលាក្បាច់គុណនៅជីងវូមិននេះណាហើយយប់ណាហើយខ្ញុំទៅសម្រាប់សិនហើយឯងគិតមើលឲ្យច្បាស់ទៅណាអូសាច់បងទី5ហាត់រត់ទៀតហើយណាអូយអាសាដល់ហើយណោះលោកគ្រូឈិនលោកគ្រូឈិនមិនក៏ឆាប់ក្រោកឡើងរត់យ៉ាងចឹងហើយលោកមើលបងប្អូនពួកខ្ញុំទាំងអស់មកហើយពួកវាចង់តាមលោករៀនក្បាច់គុណណាកំប៉ាចាំតោះណាលោកគ្រូឈិនលោកគ្រូឈិនអើយណាចាលោកគ្រូឈិនយើងទៅក្រោកថ្ងៃពេកហើយនេះលោកគ្រូស្ដាប់មកហើយលោកគ្រូស្ដាប់ហើយលោកគ្រូស្ដាប់មកហើយជុំសិនមិនត្រូវទៅដោះស្រាយតាមក្រាបាយនេះទេយកដំស្នៃសាច់មករំសួស្ដីយកមិនពេញយកតាបងទៅណាគ្មានមកវិញសោះអញ្ចឹងអាណាចិនគាត់ទៅរត់នៅខាងក្រៅហើយពេលដែលវាមកវិញប្រាប់បងផងបងចូលទៅបន្ទប់ហើយណាចានេះរឿងធំហើយពួកជប៉ុនមកហើយដល់គ្នាចាំចាញ់មកឲ្យយល់ឡើងតែស្បាធំពួកជប៉ុនមកដល់ហើយនេះស្គីសិនខ្ញុំទៅមានរឿងខ្ញុំអញចាប់ទៅពីធៀមតាមិនកាយណារើចិនតើវានៅណាចិនខ្ញុំអត់ដឹងទេប្រហែលជាទៅវាយពួកជប៉ុនហើយមើលទៅចរិតរបស់សាប់អូនខ្ញុំមួយនេះចម្លែកណាស់ថ្ងៃណាដែលមិនបានវាយពួកជប៉ុនខ្លួនវាដូចជានៅសុខសាន្តឈប់សិនជនជាតិចិនថោកទៀតណាស់លុយសម្រាប់លោកគ្រូកាយឈ្មោះរបស់ខ្ញុំជនជាតិជប៉ុននៅតែជាជនជាតិជប៉ុនចេះតែដាក់កំហុសលើគេទាំងអស់កុំនិយាយច្រើនពេកបើសិនជាថ្ងៃនេះឯងមិនអោយចិនមកទេខ្ញុំមិនទៅវិញទេថ្ងៃនេះបានជាពួកលោកមកដល់ទីនេះហើយខ្ញុំមើលទៅចង់ទៅវិញក៏ពិបាកដែរបាត់ទេtục đauវិញទៅបានហើយពួកឯងទៅវិញចុះចាំមិនដឹងលែងវាទៅតែអញ្ចឹងហ៎មើលទៅត្រូវរបួសទាំងសងខាងចាត់ទុកតែគ្មានរឿងទៅចុះពួកខ្ញុំមិនទៅទេបកគយឈិនចិនចាញ់មកភ្លាមមកបងសានពិនយកដល់មុខខ្ញុំផងឯងនេះគ្មានសមត្ថភាពទេសាច់បងចាំសាច់បងទី5ទៅដែរនេះអត់គ្នាទៅអាកចាអញមិនជឿថាឯងហ៊ានប្រើកំភ្លើងបាញ់អញទេអញមិនហ៊ានបាញ់ឯងទេក៏ប៉ុន្តែមិនដឹងកំភ្លើងនេះរៀលកៃឬក៏អត់ទេអ្នកណាកម្រើកអញបាញ់អ្នកនោះលន់ឈិនចិនទៅភ្លាមអីទៅទៅលន់ឈិនចិនទៅកៅជួនត្រូវគេសម្រាប់សាមិញខ្ញុំទៅលន់ឈិនចិនទៅតាមដានណែខ្ញុំអត់បានសម្រាប់នោះទេខ្ញុំអត់ទេទៅអត់ទេខ្ញុំទៅ
bà phụ mình thôi anh bay qua lâuนึงthôi chứ mò coi chờពួកឯងទុកចិត្តចុះលោកអូនជាងគេទទួលខុសត្រូវសំណុំរឿងនេះគេថាមិនអីគឺមិនអីហើយណាមិនក៏ឯងស្លៀកពាក់អញ្ចឹងទៅវិញលោកបងនោះខ្ញុំការពារខ្លួនខ្ញុំបានផងសំណុំរឿងនេះមិនមែនខ្ញុំទទួលខុសត្រូវនោះទេអញ្ចឹងចិនហើយតាមវាសនាទៅចុះណែបើកសវនាកាលោកមេប៉ូលីសលោកថាមានសាស័យ4នាក់ហ៎មែនហើយនៅក្នុងក្រុមតន្ត្រីរបស់ពួកខ្ញុំមានសាស័យ4នាក់ពួកគេពិតជាអាចបញ្ជាក់ថាបានឃើញចិនសម្រាប់មនុស្សមែនចម្លែកមែនសាស័យ4នាក់នេះវាយកពីណាមកខ្ញុំបានឃើញដល់ផ្ទាល់នៅផ្នែកពួកខ្ញុំណាក៏ស្គាល់វាដែរខ្ញុំឃើញវាកាប់ជនជាតិចិននោះមកក្បាត់ហើយមកក្បាត់ទៀតរហូតដល់ស្លាប់ត្មងហ្នឹងគឺវានោះហើយខ្ញុំបានឃើញវាប្រើបថៅកាប់ជនជាតិជប៉ុននោះស្លាប់តបភ្នែកខ្ញុំប្រកាសជាចំណាំវាបានមែនសុំទោសតើខ្ញុំកំពុងលើកដៃប្រមាណរៀបពីមិនមែនទេរៀប4យកអត់ដាក់ចិត្តតិចមកគ្រាន់មើលបានច្បាស់តិចមិនបាច់ទេហើយនិយាយតែបដាមនុស្សពួកវាយកមកទាំងអស់ខ្ញុំបានអត់មានសម្រាប់មនុស្សទេការនោះខ្ញុំនៅក្នុងក្រុមជិញវូរហូនសិស្សបងប្អូនរបស់ខ្ញុំអាចធ្វើជាសាក្សីបានទាំងអស់តុលាការជាទីគោរពមនុស្សនៅក្នុងក្រុមជិញវូទាំងអស់មិនអាចធ្វើជាសាក្សីចិនបានទេព្រោះវាជាបងប្អូននឹងគ្នាឯងយល់ទេការសូមស្ងាត់សាក្សីដែលលោកចង់រកមកហើយតុលាការជាទីគោរពខ្ញុំមានសាក្សីម្នាក់ដែលមានជំនួយធំបំផុតតុលាការជាទីគោរពខ្ញុំយល់ថាចំណាយរបស់ជនជាតិចិនមិនអាចទុកចិត្តបានសាក្សីរបស់ខ្ញុំជាជនជាតិជប៉ុនចឹងអូខេសូមនាងបញ្ជាក់ពីសាវតារបស់នាងសិនខ្ញុំឈ្មោះសាមធានកងជឺលោកសាមធានកងជឺជារដ្ឋមន្ត្រីក្រសួងអប់រំជាតិបច្ចុប្បន្ននេះជាពុករបស់ខ្ញុំតាមចម្លើយរបស់ចិនថាយប់ដែលកើតហេតុនោះគេនៅក្រុមជាងពូរហូតអ្នកនាងសានធានតើនាងអាចបញ្ជាក់លើចិននិយាយកុហកទេយប់ថ្ងៃនោះគេនិងខ្ញុំស្ថិតតែនៅក្នុងសន្តាគារបន្ទប់តែមួយរហូតមកគ្មានចេញក្រៅទេពេញមួយយប់ហ៎មែនហើយនេះកូនចឹងមិនយ៉ាងបើសិនជាចិនគេឆ្លៀតពេលដែលនាងដីលងលក់ហើយលួចចេញទៅក្រៅនាងមិនអាចដឹកបានទេមែនទេប៉ុន្តែគ្មានឱកាសចេញក្រៅទេយប់ថ្ងៃនោះពួកខ្ញុំទាំងពីរនាក់នៅលើក្រៅរហូតគ្មានបានដេកទេបើសិនជាពួកនាងបានដេកទេតើពួកនាងធ្វើខ្លះពួកខ្ញុំទាំងពីរនាក់នៅលើក្រៅអត់មានបានដេកទេលោកថាមើលតើអាចធ្វើអ្វីខ្លះពេលនេះពួកនាងគេហើយខ្ញុំអត់ដឹងណាមកយកឯងដឹងជនជាតិជប៉ុននោះថានាងដេកជាមួយសិស្សច្បងទី5ផងមិនមែនច្រឡំទេដឹងសំណុំរឿងមួយនេះដូចជាប្រេះផ្ដាស់ពេកហើយខ្ញុំប្រញាប់ទៅវាយកូនគោលផងសំណុំរឿងនេះចប់ត្រឹមនឹងចុះសូមជួយអរលោកអរគុណតោះអ្នកខ្លាចមនុស្សស្អីតាពិតអារមូផ្សេងតើមកកូននៅទីនេះដែរអត់បានអ្នកបងអ្វីទាំងអស់ហើយបងប្រេងចាំអូនអស់មួយជីវិតណាឲ្យខ្ញុំតាមបាយនាងស៊ីគ្មានមុខតំណែងអីផងនឹងរំងាប់ចិត្តទៅចិនលោកគ្រូរបស់ឯកានៅរួមបញ្ជូនឯងទៅរៀនប្រទេសជប៉ុនគាត់ចង់ឲ្យឯងរៀនខាងបច្ចេកទេសខ្ពស់ជាងគេហើយស្គាល់នីតិខ្លួនឯងត្រូវទប់ទល់នឹងជប៉ុនយ៉ាងម៉េចកុំព្រោះតែស្រីជប៉ុនម្នាក់បំភ្លេចការផ្ដែផ្ដាំរបស់លោកគ្រូឲ្យសោះណាក្រុមជាងគ្រូរបស់យើងមិនចង់ឲ្យគេច្រឡំថាយើងជាមួយនឹងជនជាតិជប៉ុនមានការខົບខិតជាមួយគ្នានោះទេចិនឯងជាមនុស្សរបស់ក្រុមជាងពួកយើងគឺមិនគួរតាក់ទងជាមួយនឹងស្រីជនជាតិជប៉ុនឡើយចិនអន់មកកន្លែងនេះនាំប្រមល់10បងតាមមែនដែរទេមិនមែនទេចិនកូនប្រុសដើមទ្រូង5ហាត់ខ្លាចអីខ្វះប្រពន្ធក៏ព្រោះតែស្នេហារវាងប្រុសហើយនឹងស្រីបាត់ភាពអង្អាចឲ្យសោះឬមួយក៏ឯងព្រោះតែស្រីម្នាក់ចង់បំផ្លាញខ្លួនអស់មួយជីវិតលោកពូនងគួងជួយនាងលះបង់អ្វីទាំងអស់មកដល់ទីនេះរកខ្ញុំណាមួយរឿងដែលនាងបាននិយាយនៅតុលាការថ្ងៃនេះខ្ញុំមិនអាចមិនថែទាំនាងទេថាបានដែរស្រីជប៉ុនម្នាក់នឹងប្រហែលជាអញ្ចឹងមែនហើយនៅក្រុមជាងវូយើងនេះមិនអនុញ្ញាតឲ្យជនជាតិជប៉ុននៅបានទេឯងជ្រើសរើសខ្លួនឯងទៅចុះមួយគឺដេញស្រីជប៉ុនមិនឲ្យនៅជាមួយឯងបើមិនចឹងទេឯងចេញក្រុមជាងវូចុះសាច់ច្បងធំធ្វើយ៉ាងនេះគឺចង់ដេញសាច់ច្បងទី5ហើយចាំមិនឲ្យចេញសិនឯងចង់កាន់ជើងជនជាតិជប៉ុនឯងកុំចោលប្រកាន់ខ្ញុំសោះណាចោលប្រកាន់ស្អីឯងចង់ធ្វើឆ្កែជប៉ុននិយាយទៀតឯងលែងគួរសមហើយបានហើយពីឯងឈប់ឈ្លោះគ្នាទៅប្រកែកគ្នាទៅចិនបើសិនជាយ៉ាងនេះតទៅមិនយូរប៉ុន្មានក្រុមជាងវូទៅរលាយហើយ
ខ្ញុំមិនចង់ឃើញក្រុមជីងវូឆ្លប់កាយគ្នាទេដល់ដំណាក់កាលនេះមានតែវិធីមួយគត់គឺពួកយើងត្រូវតែប្រកួតគ្នាអ្នកណាឈ្នះធ្វើជាប្រធានក្រុមតើឯងយល់យ៉ាងម៉េចតែខ្ញុំមិនចង់ធ្វើប្រធានក្រុមទេខ្ញុំមិនរវល់តែឯងចង់មិនចង់ទេតាមការពិតនៅក្រុមជីងវូមានមនុស្សច្រើនណាស់សុទ្ធតែគោរពឯងមិនគោរពខ្ញុំត្រូវប្រកួតជាមួយឯងម្ដងបើសិនជាខ្ញុំចាញ់ខ្ញុំឲ្យឯងធ្វើជាប្រធានក្រុមជីងវូតែបើខ្ញុំឈ្នះវិញឯងត្រូវតែបោះបង់ស្អីជប៉ុននោះចោលខ្ញុំមិនត្រូវការធ្វើប្រធានទេហើយក៏មិនបោះបង់គួងជឿចោលដែរបើសិនជាបងចង់ខ្ញុំជ្រើសរើសមែននោះខ្ញុំមានតែចាក់ចេញពីក្រុមជិញវូនេះចុះទៅសានបងវិញមើលឲ្យខ្ញុំជួយហើយគង់ជឿចាំបងកន្លែងនេះមកផ្លែនណាចាលើថាកែមានបន្ទប់ដែរទេមានសូមជួយមកតាមខ្ញុំមកអូមានបន្ទប់ហើយមកជនជាតិជប៉ុនណាបើជនជាតិជប៉ុនវាបន្ទប់ជួលឲ្យទេជាប្រព័ន្ធរបស់ខ្ញុំតាលោកគួរតែអធិស្ឋានឲ្យផងណាម្នាក់នោះដូចជនជាតិណាណាជនជាតិណាជនវូណាណាណាកាប់អូលោកទៅទៅយ៉ាងម៉េចណាកណ្ដាលណានៅកន្លែងណាមិននៅកន្លែងហ្នឹងមែនណាពិតជាមានកណ្ដាលមែនប្រហែលជារត់បានហើយទេដឹងអូនៅកន្លែងនេះប្រកាសជាមានកណ្ដាលហើយអូយកណ្ដាលហ្នឹង
គួយខ្លាចណាស់វាចេះតែរំខាន ដល់វានៅមុនទេការពិនយើងធ្វើរំខានឲ្យវាតា បងនិយាយអត់ខុសទេ បងខុសឆ្គងចំពោះអូនមែនមកចោលអូនរស់នៅកន្លែងនេះអញ្ចឹង អូនមានអារម្មណ៍ថាកន្លែងនេះគ្រាន់បាតដែរបងមើលទេសភាពស្អាតណាស់តាមការពិតស្នាក់នៅកន្លែងនេះស្រួលជាងនៅស្ថានភាព អូនគិតយ៉ាងនេះមែនណាអញ្ចឹងចាំបងនាំអូនទៅកន្លែងផ្សេងទៀតណា បងចោលក្រុមជីងវូមែនទេ ក្រុមជិញវូគេបោះបង់បងចោលទេយ៉ាងនេះក៏គ្មានកំហុសដែរផ្ទុយមកវិញបានធូរទ្រង់ច្រើនផង តែយ៉ាងនេះមិនដូចជាបងទេ ហេតុអី បងកំពុងកុហកខ្លួនឯងអត់មានក្រុមជីងវូអារម្មណ៍បងមិននឹងណត់ទេធ្វើមិនមានអារម្មណ៍ធ្វើត្រង់កើតនោះចិនបងនិយាយកុហកអូនប្រកាសជាដឹងណា អូនដឹងមែនណា លោកពូនងសូមចេញពិសាតែ នាងមិនទៅវិសាបាយទេ ខ្ញុំលេបបញ្ចូលទី ភីងស៊ឺនៅមិនទាន់មកវិញទេហើយពិបាកបន្ទោសដែរភីងស៊ឺពីតូចដល់ធំមិនដែលទទួលការប៉ះទង្គិចប្រកួតមិនឈ្នះចិនចិនចឹងពិបាកក្នុងខ្លួនណា ចរិតសិស្សច្បងធំម្នាក់ណាខ្ញុំខ្លាចតែគាត់មិនព្រមត្រឡប់មកវិញធ្វើជាប្រធានទេ បើសិនជាវាមិនធ្វើប្រធានក្រុមតើមានអ្នកណាធ្វើទេក៏ដាក់ដៃមកវាយទិសតកូលហួរមានតែគ្នាវាម្នាក់គត់បើវាមិនធ្វើតើមានអ្នកណាធ្វើមែនហើយប្រហែលថ្ងៃមានអ្នកណាបង្រៀនក្បាច់គត់ទេ អាសៀងនិងអាទៀវ ហើយបើសិនជាប្រហែលថ្ងៃនេះមានអ្នកណាមកអុកឡុកកន្លែងចឹងគឺពិបាកហើយ ម្ដាយខ្ញុំសរសេរសម្បត្តិឲ្យខ្ញុំថាក្រុមជីងវូប៉ះពាល់ដល់ជនជាតិជប៉ុនរដ្ឋថាមិនឲ្យខ្ញុំនៅកន្លែងនឹងទៀតទេ ចឹងគិតយ៉ាងម៉េចនាងប្រុងចាចេញទៅហើយហ៎ ខ្ញុំក៏មិនដឹងគិតយ៉ាងម៉េចដែរ មិនបារម្ភទេយ៉ាងណាក៏ទីនេះជាព្រំដែនរបស់អង់គ្លេសដែរជនជាតិជប៉ុនក៏ខ្លាចខ្លះដែរពួកជនជាតិចិនឯងនេះចង់ជាមិនចេះស្ដាយមែនមនុស្សមកតុកស៊ីមហូបដល់ទៅពីតុកឯនោះហ៎មានកាយនឹងខ្ញុំចង់ជួបប្រធានក្រុមជីងវូរបស់ពួកលោកឯងចង់ជួបប្រធានក្រុមចង់ជួបនិយាយជាមួយខ្ញុំបានហើយលោកឈុនយិតដែលមានស្នាដៃខ្ពស់ជាងគេនៅក្រុមនេះគេរបស់ពួកខ្ញុំចង់ប្រកួតជាមួយប្រធានក្រុមរបស់ពួកឯង អញ្ចឹងគិតយ៉ាងម៉េចទៅ រកសាច់ច្បងធំមកវិញមកបានការនេះគួរតែរកសាច់ច្បងទី5វិញខ្ញុំបានតែគាត់នៅរកក្បាលលោកបាយមួយប៉ុណ្ណេះខ្ញុំនិយាយទៅណាទៀតណាមួយទៅគ្នាបានហើយជប់កែគ្នាទៀតទៅទោះជាពួកឯងប្រកែកគ្នាក៏ដោះស្រាយបញ្ហានឹងបានដែររកសាច់ច្បងធំរបស់ឯងមកវិញដោះស្រាយទៅកូកេនអូអាស៊ីមអើយតាមមិត្តសាច់ច្បងគាត់ទៅកន្លែងណាទៅណ៎អូយធ្វើមិនអញដឹង មកគិនតាមមិនមានរឿយទៅហ្នឹងឯងបាច់ធ្វើពើទេឥឡូវកូនប្រុសខ្ញុំយ៉ាងម៉េចទៅហើយពុកគិនណាមានរឿងចាំនិយាយពេលជប់ក្រែងឯងនិយាយរួចហើយថាអញដាក់ថ្នាំហើយឯងនឹងលេងកូនប្រុសអញអីពុកគិនកូនប្រុសរបស់ពូនៅសានតុងមានទុកសម្រាប់មនុស្សណាពូលេងក៏លេងបានដែរគឺឯងសន្យានឹងអញទៅណោះខ្ញុំបានសន្យាពូពីងតាគឺជនជាតិជប៉ុនសន្យាតើកូនប្រសាអញប្រាប់ថាកូនប្រុសអញនៅក្នុងទីឃុំឃាំងត្រូវពួកជនជប៉ុនសម្រាប់បាត់ទៅហើយណោះខ្ញុំប្រាប់តែចោពូមិនធ្វើក៏ធ្វើរួចទៅហើយដែរម្យ៉ាងទៀតពូមិនមែនធ្វើចោលទៅទេណាលុយ1000ណែនោះពូបានទទួលហើយពេលដែលពូទទួលលុយនោះមិនក៏មិនចាត់ទុនផងទៅពូជនជាតិជប៉ុនបានយកប្រមរបស់ពូហើយកូនប្រុសរបស់ពូប្រកាសជាមិនអីទេពូឈប់និយាយលេងណាទៀតពួកឯងថាឆ្នាំនោះមិនអាចធ្វើលោកម្ចាស់ហួរស្លាប់បានទេបើសិនជាដឹងមុនថាអញ្ចឹងខ្ញុំសុកចិត្តឲ្យកូនប្រុសខ្ញុំស្លាប់ហើយក៏មិនឲ្យលោកម្ចាស់ហួរស្លាប់ដែរពួកខ្ញុំបានរកឃើញរបស់នេះនៅក្រោមសារសំរបស់ពូគីននេះជារបស់ស្អីគេហ្នឹងនេះជាសាច់កពើគ្រីមនៃភីងស៊ឺពឹងពាក់មនុស្សទិញពីស្រុកណានយ៉ាងមកទេព្យាបាលជំងឺបំពង់កអញ្ចឹងរបស់អីទៅណាអូមែនហើយនៅក្នុងក្រុមជីងពូមានតែលោកម្ចាស់ហ៊ូទេដែលពិសារបស់នេះបើតាមមើលទៅវាប្រកាសជាយកសាច់កពើនេះបំពុលហួរយានជាស្លាប់ហើយរួចហើយលើបន្ទោខ្លួនឯងក៏ចងកសម្រាប់ខ្លួនទៅឥឡូវវាស្លាប់ទៅហើយកុំយករឿងនេះផ្សព្វផ្សាយទៅក្រៅសោះបើគេដឹងថាក្រុមជីងពូមានពួកក្បត់ទៅដូចជាមិនសូវស្រួលសោះនៅក្រុមជីងពូរបស់ពួកលោកមានជនក្បត់ឬក៏គ្មានត្រូវតែដោះស្រាយឈិនចិនចាក់ចេញទៅហើយភីងស៊ឺក៏មិនដឹងជាទៅកន្លែងណាទៀតខ្ញុំមើលទៅលោកត្រូវតែបញ្ញាប់រកអ្នកណាម្នាក់ក្រោបក្រាបក្រុមទៅក្រុមជីងពូខ្លាយទៅជាយ៉ាងនេះខ្ញុំពិតជាមិនដឹងដោះស្រាយយ៉ាងម៉េចចំពោះបងអូនទី4ដែលស្លាប់បាត់ទៅទេលោកចង់ឥឡូវគួរធ្វើយ៉ាងម៉េចទៀតថ្ងៃនេះឯងជាអ្នកដឹកនាំចាំបាច់សួរខ្ញុំធ្វើអីសូមលោកជួយផងទៅលោកនេះយកសាច់កពើខ្លះទៅធ្វើការពិសោធន៍អស់បាត់តោះពួកយើងត្រឡប់ទៅវិញសូមជួយសួររកដំណឹងភីងស៊ឺឲ្យខ្ញុំផងណាទុកចិត្តចង់មិនអីទេចាំខ្ញុំសួរឲ្យ ឆាយហុង
ថ្ងៃក្រោយឲ្យលេខបានស្ទាបតែស្អាតបែបនេះទៀតហើយមែនទេអាចបានដូចជាពួកនាងខ្ញុំសប្បាយចិត្តណាស់